បញ្ហាភូមិព្រៃច័ន្ទនិងភូមិជោគជ័យកម្ពុជាថៃបកស្រាយផ្សេងគ្នានៅមហាសន្និបាតអង្គការសហប្រជាជាតិតាមរយៈការថ្លែងនៅមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងបូរីញូវយ៉កកាលពីថ្ងៃទី27ខែកញ្ញាឆ្នាំ2025កន្លងទៅនេះកម្ពុជាថៃបានបកស្រាយពន្យល់ផ្សេងគ្នាជុំវិញរឿងដែនអធិបតេយ្យភាពនៅតំបន់ភូមិព្រៃច័ន្ទនិងភូមិជោគជ័យខេត្តបន្ទាយមានជ័យឈោមនឹងខេត្តស្រះកែវរបស់ថៃរដ្ឋមន្ត្រីការបរទេសកម្ពុជាអាយដាមប្រាក់សុខុនបានប្រាប់មហាសន្និបាតអង្គការសហប្រជាជាតិថាសន្តិភាពរបស់ប្រទេសកម្ពុជាដែលបានមកដោយការលំបាកបច្ចុប្បន្នកំពុងរងការគំរាមកំហែងពីប្រទេសជិតខាងគឺប្រទេសថៃដែលកំពុងមានចំនួនព្រំដែនជាមួយកម្ពុជាប៉ុន្តែភ្លាមនោះក្រោយការឡើងថ្លែងពីប្រមុខការទូតកម្ពុជារដ្ឋមន្ត្រីការបរទេសថៃលោកស៊ីហាសាក់ភួងកែតកែវក៏បានឡើងថ្លែងបន្ទាប់ឆ្លើយតប